ជួយខ្ញុំផងជួយផងជួយផងជួយខ្ញុំផងកុំខ្លាចអីបងមិនអីទេនាងជាបងបានធ្លាក់ចូលជ្រោះខ្ញុំបានដើរកាត់ឃើញទៅអរគុណនាងដែលបានជួយសង្គ្រោះជីវិតខ្ញុំគុណបំណាច់នេះខ្ញុំគ្មានថ្ងៃបំភ្លេចបានឡើយបងមិនបាច់គួរសមទេពេលបានជួបអ្នករងគ្រោះបែបនេះនរណាក៏ធ្វើដូចខ្ញុំដែររបួសរបស់បងធ្ងន់ធ្ងរណាស់បើមិនប្រកាន់ទេបងអាចស្នាក់នៅព្យាបាលរបួសទីនេះមួយរយៈសិនក៏បានព្រោះខ្ញុំរស់នៅទីនេះតែម្នាក់ឯងទេអរគុណនាងហើយបើអញ្ចឹងមែនល្អណាស់អរគុណដែលពេលកន្លងមកនាងតែងតែមើលថែរក្សាខ្ញុំបើមិនប្រកាន់ទេអាចឲ្យខ្ញុំមើលថែរក្សានាងនៅពេលវេលាដែលនៅសល់បានទេន័យរបស់បងគឺនាងយល់ព្រមធ្វើជាប្រពន្ធខ្ញុំទៅណាខ្ញុំនឹងនាំនាងទៅស្រុកហើយយើងនឹងរៀបការបងនិយាយពិតមែនឬអូនយល់ព្រមអូនហត់ទេយើងសម្រាប់មួយផ្លែតសិនទៅចាំបន្តដំណើរទៅមុខទៀតណាមួយក៏ជិតដល់ផ្ទះបងដែរហើយយើងសម្រាប់មួយផ្លែតសិនទៅចាំបន្តដំណើរទៅមុខទៀតណាមួយក៏ជិតដល់ផ្ទះបងដែរហើយបានរស់នៅជាមួយបងទោះបីងាយហត់យ៉ាងណាក៏អូនអាចទ្រាំបានដែរអ្នកកំឡោះជំរាបសួរលោកគ្រូយូរហើយដែលយើងមិនដែលឃើញមុខឯងក្នុងភូមិយើងស្មានតែឯងបាត់ខ្លួនទៅណាបាត់ហើយតើប្រហែលខែមុនខ្ញុំឡើងភ្នំបានជួបគ្រោះថ្នាក់តែសំណាងហើយដែលបានគាត់ម្នាក់នេះជួយឥឡូវខ្ញុំបានជាសះស្បើយហើយខ្ញុំក៏នាំគាត់ទៅផ្ទះនិងរៀបការជាមួយគាត់ជាប្រពន្ធជំរាបសួរលោកគ្រូអញ្ចឹងខ្ញុំសូមលាលោកគ្រូទៅសិនហើយព្រះហើយនាងជាបិសាចពស់ដែលតាំងសិលពាន់ឆ្នាំនៅឯភ្នំខាងនោះតើខ្ញុំត្រូវតែកំចាត់នាងចោលមិនអាចឲ្យនាងរៀបការជាមួយអ្នកកំឡោះនោះបានទេតែបើប្រាប់គេភ្លាមនោះអាចមានគ្រោះដល់រូបអ្នកកំឡោះនោះអញ្ចឹងយើងត្រូវតែរិះរកល្បិចកលកំចាត់នាងនៅពេលក្រោយទើបបានណែឆាប់ដោះលែងដូនចាស់នេះភ្លាមយើងបានតាមដាននាងយូរហើយឥឡូវចាប់បានផ្ទាល់នឹងភ្នែកហើយណែឆាប់ដោះលែងដូនចាស់នេះភ្លាមយើងបានតាមដាននាងយូរហើយឥឡូវចាប់បានផ្ទាល់នឹងភ្នែកហើយនាងបានធ្វើអីដាក់គាត់មិនបានជាគាត់សន្លប់ឈឹងអញ្ចឹងអ្នកទាំងអស់គ្នាយល់ច្រឡំហើយគាត់បានរងរបួសខ្ញុំបានជួយព្យាបាលរបួសរបស់គាត់ឈឺខ្លាំងពេកទើបសន្លប់ទៅនាងមិនបាច់ប្រកែកទេយើងបានដឹងថានាងជាបិសាចយូរហើយនាងចង់ស៊ីសាច់ដូនចាស់នេះមែនទេខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំសង្គ្រោះជីវិតគាត់ទេតាមិនបានជាចាស់ថាខ្ញុំចង់ស៊ីគាត់ទៅវិញប្រពន្ធខ្ញុំទៅណាបាត់អញ្ចេះប្រលប់ហើយនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀតណោះវាយនាងឲ្យស្លាប់ទៅនាងជាបិសាចយើងនឹងសម្លាប់នាងដើម្បីសងសឹកឲ្យគេអត់ទេខ្ញុំមិនបានសម្លាប់គាត់ទេឈប់ភ្លាមអ្នករកគ្នាចង់ធ្វើអីប្រពន្ធខ្ញុំនាងមានទោសអីនាងជាបិសាចយើងបានឃើញផ្ទាល់នឹងភ្នែកហើយចាប់នាងបានពេលនាងបំរុងនឹងស៊ីអ្នកភូមិអត់ទេគាត់បានរងរបួសហើយខ្ញុំជួយព្យាបាលឲ្យគាត់បងជឿអូនទៅអ្នកគ្រប់គ្នាស្ដាប់ឮហើយនៅនេះគ្រាន់តែជាការយល់ច្រឡំទេមិនក៏ឯងហ៊ានជឿសម្ដីនាងឯងត្រូវនាងពង្វក់អស់ហើយនាងជាប្រពន្ធខ្ញុំនាងជាមនុស្សល្អនាងមិនបានធ្វើបាបនរណាទេឬមួយរងចាំដូនចាស់នោះដឹងខ្លួនឡើងវិញចាំសួរគាត់ក៏មិនទាន់ហួសពេលដែរចាំដល់ពេលគាត់